ជំរាបសួរដល់បងប្អូនទាំងអស់គ្នាហើយថ្ងៃនេះយើងនឹងបន្តនៅអេពីសូតទី3ដែលជាភាពបញ្ចប់ហើយចំពោះសាច់រឿងនេះផងដែរគឺជារឿងរ៉ាវមួយដែលបានកើតឡើងពិតចំពោះសុភ័ក្រហើយក៏ជាមេរៀនក៏ដូចជាបទពិសោធន៍ជីវិតមួយដែលគាត់ទទួលបានយ៉ាងជូរចត់មែនទែនអំឡុងពេលដែលគាត់ប្រឡងថ្នាក់ទី12ចប់ហើយបន្តមករៀននៅឯភ្នំពេញប៉ុន្តែការដែលរៀននៅភ្នំពេញហ្នឹងគឺมันមានមិត្តភ័ក្តិដែលស្គាល់ទេមានស្គាល់តែបងប្រុសម្នាក់ដែលនៅភូមិជាមួយគ្នាហើយគាត់បានឡើងមកធ្វើការនៅភ្នំពេញមុនបន្ទាប់ពីសុភ័ក្ររៀនចប់គាត់ក៏សុំបងប្រុសម្នាក់ហ្នឹងដើម្បីមកធ្វើការជាមួយហើយនេះគឺជារឿងរ៉ាវដែលបងប្អូនទាំងអស់គ្នាអាចស្ដាប់យកធ្វើជាបទពិសោធន៍ជីវិតមួយទៅហើយសម្រាប់បងប្អូនដែលសិស្សសានុសិស្សដែលនៅវិទ្យាល័យបងប្អូនក៏អាចស្ដាប់រឿងទាំងអស់នេះទុកជាមេរៀនក៏ដូចជាបទពិសោធន៍នៅក្នុងការពិចារណានៅពេលដែលបងប្អូនទាំងអស់គ្នារៀនចប់ថ្នាក់ទី12ហើយមានបំណងមករៀនបន្តនៅឯទីក្រុងភ្នំពេញពីព្រោះថារឿងរ៉ាវដែលខ្ញុំនឹងលើកឡើងនេះគឺសុទ្ធតែជារឿងលក្ខណៈបុគ្គលដែលស្ដែងចេញពីជីវិតនៃការតស៊ូរបស់ពួកគាត់តែម្ដងហើយអ្វីដែលសំខាន់នៅក្នុងបទពិសោធន៍នៃជីវិតរបស់គាត់នឹងគឺគាត់ប្រើប្រាស់បញ្ញាច្រើនមែនទែននៅក្នុងការដោះស្រាយនៃសម័យកាលជីវិតនឹងឯងជាងការតស៊ូដោយខ្វះភាពពិចារណាឲ្យបានវែងឆ្ងាយហើយរឿងរ៉ាវទាំងអស់នេះយើងនឹងជួបគ្នានៅសាច់រឿងខាងមុខបន្តិចទៀតនឹងតែមុននឹងជួបគ្នាក៏សូមពឹងបងប្អូនទាំងអស់គ្នាដែលទើបតែចូលមកថ្មីសូមជួយ Subscribe ជូន Channel Admin ម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីជាបន្តទៀតដោយ Like សម្រាប់បងប្អូនដែលបាន Subscribe មកកាន់ Channel Admin រួចក៏សូមអរគុណបងប្អូនហើយក៏កុំភ្លេចចូល Comment ម្នាក់មួយផងសម្រាប់បងប្អូនដែលទើបតែចូលមកថ្មីដែលមិនទាន់ដឹងរឿងរ៉ាវនៅក្នុងសាច់រឿងហ្នឹងច្បាស់បងប្អូនអាចទៅស្ដាប់ពីវីដេអូទី1រហូតទៅដល់វីដេអូទី3នឹងឯងដែលជាវីដេអូភាគបញ្ចប់នៃរឿងរ៉ាវក៏ដូចជាខ្សែជីវិតរបស់គាត់ហើយឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្ដាប់នៅសាច់រឿងពេញរបស់យើងតែម្ដងអស់រយៈពេល2យប់2ថ្ងៃហើយថ្ងៃនេះគឺជាយប់ទី3ដែលសុភ័ក្របម្រើការងារនៅឯផ្ទះសំណាក់មួយកន្លែងហើយអំឡុងពេលដែលគេបម្រើការងាររយៈពេល2យប់2ថ្ងៃហ្នឹងគឺជាពេលវេលាមួយដែលសុភ័ក្រទទួលបានរឿងរ៉ាវជីវិតក៏ដូចជាបទពិសោធន៍ជាច្រើនដោយហេតុថាអំឡុងពេលដែលគេធ្វើការហ្នឹងដោយបងប្អូនបានស្ដាប់ពីអេពីសូតទី1និងទី2រួចមកហើយរូបគេផ្ទាល់គឺត្រូវបានខ្មោចរងរៀងរាល់យប់តែម្ដងដោយហេតុថាអំឡុងពេលដែលគេកំពុងតែអង្គុយនៅលើសាឡុងអំឡុងម៉ោង11ចូលជិតម៉ោង12ទៅហើយពេលហ្នឹងសុភ័ក្រគឺអង្គុយបណ្ដើរគឺងោកបណ្ដើរដោយសារតែងួយដេកខ្លាំងពេកណាមួយកាលដែលគេនៅរៀនថ្នាក់ទី12ហ្នឹងគឺគេមិនដែលនៅដល់ម៉ោងប៉ុណ្ណឹងទេម៉ោងដែលគេដេកហ្នឹងគឺត្រឹមតែម៉ោង7 8 9យប់អីហ្នឹងជាធម្មតាស្រុកស្រែជនបទគឺស្ងាត់ឲ្យច្រងំអំឡុងម៉ោងប៉ុណ្ណឹងហើយគេក៏ចូលដេកតាមធម្មតាអញ្ចឹងទៅប៉ុន្តែជាបទពិសោធន៍នៃការប្រឡូកនៅក្នុងការធ្វើការជាលើកដំបូងបន្ទាប់ពី2យប់2ថ្ងៃកន្លងផុតទៅក៏គេមិនទាន់បាត់ងងុយដេកដែរគឺគេនៅងងុយដេកមែនតើឲ្យតែចូលដល់ម៉ោង12ហ្នឹងគឺភ្នែកបើកមិនចង់រួចនោះទេហើយអំឡុងពេលហ្នឹងដែរគេក៏បានជួបនៅរឿងរ៉ាវចម្លែកមួយពេលដែលគេបិទភ្នែកព្រឹមស្រាប់តែដូចមានក្មេងៗបានមកហៅគេអញ្ចឹងដោយយកដៃវានឹងយកមកកេះជើងបន្ទាប់មកវាក៏ចាប់ផ្ដើមសោចលឺហើយបងប្អូនទាំងទេនៅក្នុងផ្ទះសំណាក់នឹងផងដែរគឺបញ្ចាស់ផ្ទះសំណាក់នឹងស្ទំបីតែមាត់ទ្វារចូលនឹងកន្លែងដែលទទួលភ្ញៀវនឹងក៏សែននំសែនស្ករគ្រាប់ដែរហើយគឺមានដើមជ្រៃមួយដើមទៀតផងដែលគាត់យកមកដាំហើយអ៊ំស្រីដែលជាម្ចាស់ផ្ទះសំណាក់នឹងភាពសោតគឺគាត់ជាខ្មែរកាត់ចិនដូចនេះគាត់មានអបិយជំនឿច្រើនមែនតើសម្បីតែចក្រានបាយក៏គាត់សែនសម្បីតែកន្លែងមាត់ចន្ទាហ្នឹងក៏មានរៀបជាកុងម៉ាអីចឹងទៅរបៀបចិនហើយសុភ័ក្រវិញគេខ្មែរចំហើយណាមួយក៏ជាក្មេងស្រុកស្រែជនបទគេក៏មិនសូវយល់អារឿងសែនព្រេនអីប្រហែលដែរធ្លាប់តែខ្មែរយើងសែនព្រេនមានចេកមានមាន់ស្ងោរអីចឹងទៅវាខុសពីចិនគេមានផ្លែឈើដាក់សឹងថារាល់ថ្ងៃតែម្ដងហើយគេមានជាប្រភេទរូបសំណាក់
របៀបថាអ្នកតាចិនមានប្រភេទជាគីងគក់អីអញ្ចឹងទៅហើយមានរូបមរិញគង់វាលឬហៅថាកុមារទេពនឹងឯងគឺគេដាក់ពេញតែកន្លែងនឹងតែម្ដងលុះពេលយប់ឡើងអ្នកដែលធ្វើការនៅហ្នឹងអ្នកខ្លះរាសីទៀបអ្នកខ្លះរាសីដាក់ទៅគឺវាឲ្យឃើញស្រស់តែម្ដងអំឡុងពេលដែលឮក្មេងហៅបែបហ្នឹងសុភ័ក្រគេកំពុងតែបិទភ្នែករកលក់មែនតែនហើយស្រាប់តែគេបើកភ្នែកមកវិញគឺគេមិនបានប្រទះឃើញរូបក្មេងៗហ្នឹងទេឮតែសំឡេងហៅថាងើបឡើងចេញពីកន្លែងអញគឺលឺតែវានិយាយបែបហ្នឹងតែម្ដងបន្ទាប់ពីគេស្ដាប់ឮហើយគេក៏បានក្រោកឡើងដើររកមើលពេលដែលរកមើលមិនឃើញគេក៏បានដើរទៅតុរិស័ព្ទហើយបងសរុំគាត់ក៏កំពុងតែអង្គុយមើលទូរស័ព្ទនៅកន្លែងហ្នឹងដែរពេលដែលទៅដល់ភ្លាមសុភ័ក្រគេក៏បានទៅសួរថាបងឯងមុនហ្នឹងបងឯងហៅខ្ញុំមែនហើយបងសរុំវិញគាត់ចង់ស្រឡាំងកាំងដែររបៀបថាភាំងណាដោយសារតែគាត់មិនបានហៅបន្ទាប់ពីលឺសុភ័ក្រសួរបែបហ្នឹងបងសរុំក៏តបមកវិញថាអត់ទេអូនបងអត់មានហៅឯណាមិញហ្នឹងបងមើលទូរស័ព្ទតាហើយណៃកាត់អីមែនបងឃើញណៃសម្រាប់បងក៏មិនដាស់ដែរចាំពេលដែលមានភ្ញៀវចូលមកបានដាស់ណៃហើយឥឡូវមិនទាន់មានភ្ញៀវចូលក៏បងគិតថាឲ្យណៃសម្រាប់សិនទៅណាមួយណៃមិនធ្លាប់ដាច់យប់ហើយម៉ោងធ្វើការពេលហ្នឹងគឺរហូតដល់ម៉ោង5ភ្លឺដល់បងប្អូនមិនមែនយើងចេញត្រឹមម៉ោង2:10អីហ្នឹងទេដោយសារតែចូលធ្វើការម៉ោង5ល្ងាចចេញ5ព្រឹកអញ្ចឹងមានន័យថា12ម៉ោងពេញតែម្ដងហើយអ្នកដែលមិនធ្លាប់ដាច់យប់ដូចជាសុភ័ក្រថ្មីហ្នឹងគឺងងុយដេកមែនតើតែម៉ោង2:10ធ្លាក់ចូលមកដល់ហ្នឹងគឺដឹងអាភ្នែកគឺចាប់ផ្ដើមស្អិតដូចមាននរណាយកជ័រកៅបិទអញ្ចឹងឯងបន្ទាប់ពីសួរបងសរុំដែលជា receptionist គាត់មិនដឹងបែបហ្នឹងបងសរុំគាត់ក៏សួរមកវិញថាមុនហ្នឹងពីណាហៅអណៃមែនតែបងនៅហ្នឹងដូចជាគ្មានលឺនរណាហៅអីទេស្ងាត់ឈឹងធម្មតាតាបើគេហៅបងហើយបងនៅហ្នឹងហើយសុភ័ក្រវិញរបៀបថាគេមិនចង់និយាយស្ដីអីច្រើនទេគេក៏តបទៅកាន់បងសរុំវិញថាអូអត់ទេបងប្រហែលជាខ្ញុំស្ដាប់ច្រឡំហើយមុនហ្នឹងមើលទៅដូចបងនិយាយពិតមែនគ្មាននរណាហៅខ្ញុំអីទេបន្ទាប់ពីគេនិយាយជាមួយបងសរុំហើយគេក៏បានដើរមកអង្គុយលើសាឡុងពេលដែលគេដើរមកដល់ហ្នឹងស្រាប់តែកែវដែលបានដាក់ទឹកហ្នឹងវាមិនដឹងកើតអីវារំកិលខ្លួនឯងតែម្ដងរបៀបថាសុភ័ក្រអំឡុងពេលហ្នឹងគេឃើញច្បាស់ថាកែវហ្នឹងគឺចេះរំកិលហ្មងពេលដែលឃើញបែបហ្នឹងគេក៏យកដៃតិចខ្ទប់កែវហ្នឹងបន្ទាប់ពីខ្ទប់របៀបថាដូចមាននរណាកំពុងតែទាញដៃគេចេញអញ្ចឹងឯងដោយពេលហ្នឹងគេក៏ចង់ដឹងដែរថាអ្វីដែលគេជួបហ្នឹងវាពិតប្រាកដឬក៏អត់ឬក៏ជាការស្រវាំងភ្នែកឬក៏ជាការភ័ន្តច្រឡំសុភ័ក្រគេក៏បានដកដៃចេញបន្ទាប់ពីដឹងថាមានកម្លាំងកំពុងតែចាប់ដៃគេចេញហ្នឹងបន្ទាប់ពីរូបគេដកដៃចេញភ្លាមស្រាប់តែកែវហ្នឹងវាធ្លាក់ទៅខាងក្រោមលុសុលអផេះអំបែងខ្ទេចរាយប៉ាយពេញនឹងតែម្ដងក្រោមតុដែលគេអង្គុយហ្នឹងបន្ទាប់ពីធ្លាក់កែវនឹងរួចបងសរុំដែលកំពុងតែអង្គុយនៅក្នុងតុរីស័ព្ទហ្នឹងគាត់ក៏ភ្ញាក់របៀបថាភ្ញាក់ផ្អើលអញ្ចឹងណាគាត់ក៏បានក្រោកពីកៅអីរបស់គាត់ហ្នឹងរត់មកមើលក៏សួរអូនកាត់អីហើយក្នុងកែវហ្នឹងភាពសោតគឺមានទឹកនៅចង់កន្លះឯណោះចំណែកបងសន្តិសុខដែលគាត់មើលឡានមើលអីនៅខាងក្រៅហ្នឹងក៏គាត់រត់ចូលក្នុងហើយមកសួរដែរអំឡុងពេលហ្នឹងសុភ័ក្រពិបាកនិយាយរៀបរាប់ប្រាប់មែនតើរបៀបថាស្ដែងពេកបើនិយាយទៅខ្លាចមិនជឿបើនៅតាមបន្ទប់អីតាមជាន់អីទៅនិយាយទៅថាហ្នឹងវាអាចពិតខ្លះអីខ្លះអញ្ចឹងណាឯនេះនៅកន្លែងចំមាត់ទ្វារទទួលភ្ញៀវតែម្ដងរបៀបថាកន្លែងរីសឹបគិតលុយសម្រាប់បងប្អូនដែលធ្លាប់ទៅបានសម្រាប់ផ្ទះសំណាក់ពេលដែលបងប្អូនដើរលេងជោគខេត្តឬក៏មកភ្នំពេញអីគឺបងប្អូនដឹងហើយងាកមកបងសរុំវិញបន្ទាប់ពីលឺកែវធ្លាក់ភ្លាមគឺគាត់រត់មកលឿនមែនតើពេលដែលមកដល់គាត់ក៏សួរទៅកាន់សុភ័ក្រថាអូនមុននឹងកើតអីបានកែវធ្លាក់ទៅខាងក្រោមបែបហ្នឹងសុភ័ក្រគេដោយខ្លាចបង្រុំគាត់ខឹងផងហើយណាមួយតកែអ៊ំស្រីដែលជាម្ចាស់ផ្ទះសំណាក់ហ្នឹងនិយាយទៅគឺគាត់កាចមែនតើបើជ្រុលតែជេរអីគឺគ្មានទុកមុខឲ្យទេរបៀបថាគាត់មនុស្សបារាណអីចឹងទៅមិនយល់ដឹងពីបញ្ហាសិលធម៌ឲ្យប្រមាណទេឲ្យតែប្រទេសអីគឺជេរនឹងតែម្ដងឲ្យតែធ្វើខុសជាពិសេសគឺការបំផ្លាញសម្ភារៈនៅក្នុងផ្ទះសំណាក់ហ្នឹងអាចនិយាយមួយបែបថាមនុស្សល្បិះអីចឹងទៅហ្នឹងគឺបងប្អូនងាយស្ដាប់កាលណាតែមានរបស់ណាមួយបែកបាក់តែងតែមានចិត្តខឹងសម្បាងាកមកកាន់សុភ័ក្រវិញអំឡុងពេលដែលគេលឺបងសរុំសួរគេនឹងក្នុងចិត្តរបស់គេនឹងគឺប៊ីបមែនតើតម្រាំតែនឹកឃើញពាក្យនិយាយប្រាប់ទៅកាន់បងសរុំឲ្យសមហេតុផលហ្នឹងគឺគេអង្គុយគិតសិនបន្ទាប់ពីគេគិតរួច
គេក៏ឆ្លើយទៅកាន់បងសរំថាអូបងមុននឹងខ្ញុំប្រាស់ខ្លួនដេកហើយក៏វិសដៃទៅចំកែវហើយវាធ្លាក់ទៅខាងក្រោមហើយឥឡូវខ្ញុំត្រូវសងឬក៏យ៉ាងណាដែរបងជួយប្រាប់ខ្ញុំផងណាមួយអ៊ំស្រីគាត់កាចចំណែករូបគេវិញគឺទឹកតែធ្វើការបាន2យប់2ថ្ងៃហើយយប់ដែលគេធ្វើឲ្យកែវជ្រុះបែកហ្នឹងក៏ជាយប់ទី3ដែររបៀបថាទឹកតែចូលធ្វើការបានតែ3យប់តែប៉ុណ្ណោះណាមួយទាំងបងប្អូនទាំងខ្ញុំរឿងអីមិនភ័យទើបតែចូលធ្វើការបានតែ3យប់ហើយធ្វើឲ្យសម្ភារៈដែលនៅផ្ទះសំណាក់ហ្នឹងបាក់បែកទៅទៀតហើយបើសិនជាតកែគាត់មិនសូវប្រកាន់អីគឺមិនអីនោះទេតែចំតកែកាចរបៀបថាតកែគាត់ខ្មែរកាត់ចិនដូចនេះអ្នកដែលកាត់ចិនភាគច្រើនគឺសូមអធិស្ឋានផងសម្រាប់បងប្អូនដែលស្ដាប់ត្រង់ចំណុចនេះគឺគាត់កម្រិះជាងខ្មែរយើងរបៀបថាភាគច្រើនមិនទាំងអស់នោះទេគាត់តែថាបទពិសោធន៍ដែលខ្ញុំសួរមិត្តភ័ក្ដិខ្ញុំរវាងគាត់ធ្វើការជាមួយតកែខ្មែរសុទ្ធនិងតកែចិនកាត់ខ្មែរគឺគាត់និយាយប្រាប់ខ្ញុំបែបនឹងដែរទេហើយទោះបីពិតមិនពិតបងប្អូនអាចយកទៅសិក្សាបានហើយបងប្អូនដែលធ្លាប់ឆ្លងកាត់រឿងទាំងអស់នេះគឺបងប្អូនយល់ច្បាស់ហើយតែដោយឡែកឥឡូវងាកមកកាន់សាច់រឿងរបស់យើងវិញម្ដងបងសរំបន្ទាប់ពីឮសុភ័ក្រគេសួរថាដោះស្រាយបញ្ហានឹងដោយវិធីណាតើគូលាក់បំបាំងអ៊ំស្រីដែលជាតកែនឹងឬក៏ចេញថ្លៃសងទៅលើកែវដែលរស់នឹងដោយបងសរំក៏ឆ្លើយថាអូកែវប៉ុណ្ណឹងមិនអីទេចាំគាត់ជាអ្នកដោះស្រាយឲ្យហើយបញ្ហានៅក្នុងការដោះស្រាយរឿងហ្នឹងអាស្រ័យទៅលើបងសរំទេគាត់អាចនិយាយរៀបរាប់ប្រាប់ទៅកាន់តកែស្រីហ្នឹងដោយសារតែបងសរំគាត់ធ្វើការនៅផ្ទះសំណាក់ហ្នឹងនិយាយទៅតាំងពីគាត់ចប់ទី12ឯណោះរហូតតតែគាត់រៀនចប់សាកលហើយគាត់មានការងារនៅធនាគារមួយកន្លែងទៀតនិយាយទៅគាត់នៅជាមួយអ៊ំស្រីតកែហ្នឹងរហូតតទៅដល់ជិត10ឆ្នាំឯណោះដូចនេះគាត់មានវិធីនៅក្នុងការនិយាយជាមួយនឹងអ៊ំស្រីដែលជាតកែផ្ទះសំណាក់នឹងណាមួយក៏នៅជាមួយគ្នារាប់ឆ្នាំក៏បានដឹងចិត្តស៊ីជម្រៅហើយថាគាត់ចរិតម៉េចនិយាយបែបណាទើបគាត់យល់ព្រមចឹងទៅហើយបើតាមទម្លាប់អ៊ំស្រីនឹងប៉ះសិនបើដឹងថាបុគ្គលិកដែលធ្វើការជាមួយគាត់របៀបថាធ្វើឲ្យខូចសម្ភារៈនេះសម្ភារៈនោះភាគច្រើនគឺគាត់អាចនឹងស្ដីឲ្យបន្ទាប់មកគាត់នឹងកាត់ប្រាក់ខែតាមនឹងរបៀបថាបើយើងប្រាក់ខែ200ចឹងទៅឬក៏150ចឹងទៅដកថ្លៃដែលសម្ភារៈខូចខាតនឹងហើយចុងខែបើកបានប្រមាណគឺគិតយកប៉ុណ្ណឹងបន្ទាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងវាបានកើតរួចហើយសុភ័ក្រគេក៏បានប្រាស់ខ្លួនដេកសារជាថ្មីហើយអំឡុងពេលដែលគេដេកហ្នឹងអារម្មណ៍ហ្នឹងគឺមិននៅនឹងខ្លួនទេពេលហ្នឹងរបៀបថាគេនិយាយប្រាប់ខ្ញុំថាគេភ័យណាស់បងប្អូនដោយសារតែខ្លាចព្រឹកឡើងអ៊ំស្រីដឹងរឿងផងយ៉ាងទៀតមិនដឹងថាបងសរំដែលជា receptionist ហ្នឹងគាត់និយាយទៅប្រាប់អ៊ំស្រីហើយអ៊ំស្រីយល់ព្រមឬក៏អត់អំឡុងពេលហ្នឹងហេតុថាគេបានប្រាស់ខ្លួនដេកទៅលើសាឡុងក៏ពិតមែនដោយភ្នែករបស់គេក៏បិទដែរក៏ប៉ុន្តែខួរក្បាលមិនបានបិទឡើយកំពុងតែធ្វើចលនាយ៉ាងស្មុគស្មាញបំផុតទៅលើរឿងទាំងអស់នេះលុះប្រហែលជាបាន 4-5 នាទីក្រោយមកបងសន្តិសុខដែលនៅខាងមុខហ្នឹងគាត់ជាអ្នកយាមឡានហ្នឹងគាត់ក៏បានហៅសុភ័ក្រឲ្យទៅលេងខាងក្រៅអំឡុងដែលគាត់ហៅសុភ័ក្រទៅអង្គុយលេងនៅខាងក្រៅហ្នឹងគឺមិនមែនហៅទៅរឿងល្អៗទេគឺបបួលផឹកស្រាតែម្ដងរបៀបថាផឹកកុំឲ្យងួយដេកអីអញ្ចឹងទៅហើយបងសន្តិសុខហ្នឹងភាពសោតមួយយប់គឺគាត់ចូលចិត្តផឹកស្រាមែនតើរបៀបថាគ្មានយប់ណាដែលថាមិនផឹកទេបើមិនផឹកគាត់ថាគាត់ធ្វើការកើតទេតើបានមកយូរបានមានកម្លាំងធ្វើការរបៀបថាមនុស្សដូងមេអីអញ្ចឹងទៅជាធម្មតាមនុស្សដូងមេកាលណាតែមិនបានផឹកតាមមួយថ្ងៃគឺអាសេះអាសោះក្នុងខ្លួនរបៀបថាធ្វើនេះមិនកើតធ្វើនោះមិនកើតចាប់នេះផុតចាប់នោះផុតអីអញ្ចឹងទៅតើតែបានផឹកបន្តិចបន្តួចចូលទៅក្នុងខ្លួនទើបមានអារម្មណ៍ស្ងប់ហើយនេះគឺជាលក្ខណៈញៀនខ្លាំងមែនតើនិយាយស្រួលស្រាប់ទៅវាប្រៀបបានទៅនឹងមនុស្សដែលកំពុងតែញៀនថ្នាំដូចគ្នាដែរដោយសារតែនៅក្នុងស្រាហ្នឹងបើតាមរយៈការសិក្សាដែលគេបង្ហាញមកទាំងលក្ខណៈវិទ្យាសាស្ត្រគឺគេតែងតែដាក់សារធាតុញៀននៅក្នុងស្រាហ្នឹងបន្តិចបន្តួចហើយការដែលគេដាក់ហ្នឹងគោលបំណងរបស់គេគឺគេធ្វើទីផ្សារហ្នឹងឯងកាលណាប្រសិនបើគ្មានសារធាតុញៀននៅក្នុងហ្នឹងទេធ្វើម៉េចនឹងគេអាចលក់ផលិតផលរបស់គេដាច់ហើយនេះជារឿងធម្មតាទីការរស់ស៊ីនៅក្នុងសង្គមវាតែងតែបែបនេះឯងក៏ប៉ុន្តែក្នុងនាមយើងជាអ្នកប្រើប្រាស់យើងត្រូវតែឆ្លាតឲ្យមានគំនិតលើអ្វីដែលគេធ្វើនឹងហើយបើសិនបើយើងមានគំនិតក្រោមគេវាច្បាស់ណាស់យើងនឹងរងឥទ្ធិពលពីអ្វីដែលគេបានធ្វើនឹងជាធម្មតាទៅហើយសង្គមមនុស្សយើងមិនថាសត្វមិនថាមនុស្ស
កាលណាតែយើងអន់យើងទុនខ្សោយយើងទុនជ្រាយជាងគេប្រកាសណាស់នឹងត្រូវគេជន់វាហាក់បីដូចជាបងប្អូនក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាដែលធ្លាប់ឆ្លងកាត់ការរៀនសូត្រជាឧទាហរណ៍នៅក្នុងសាលារៀននៅក្នុងបន្ទប់តែងតែមានសិស្សពី1នាក់រហូតដល់60នាក់ដូចនេះតែងតែមានអ្នកដែលឆ្លាតតែងតែមានអ្នកមិនសូវឆ្លាតនិងអ្នកល្មមហើយភាគច្រើនការរាប់អានមនុស្សនៅក្នុងថ្នាក់បើតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់មកនៅពេលដែលអ្នកដែលគេរៀនបកែគេរាប់អានគ្នាតែអ្នកបកែហ្នឹងតែបើសិនជាអ្នកគ្នាដែលមិនសូវចេះមិនសូវយល់ហើយបូករួមទាំងជាប្រភេទខ្វះខាតទៀតអ្នកខ្លះគឺគាត់រើសអើងហ្មងគឺគាត់ស្ដីជាមួយយើងតែម្ដងហើយនេះគ្រាន់តែជាខ្លឹមសារនៃជីវិតបន្តិចបន្តួចដែលកោះយកមកបង្ហាញដល់បងប្អូនទាំងអស់គ្នាតែពិតមិនពិតវាអាស្រ័យទៅលើការជួបរៀងខ្លួនវាមិនមែនថាអ្វីដែលខ្ញុំចែកម្លែកទៅនិយាយប្រាប់ទៅវាជាការពិតទាំងអស់នោះទេអាស្រ័យទៅលើរឿងដែលបងប្អូនបានឃើញបានឮហើយតថភាពជាក់ស្ដែងតែម្ដងតួយ៉ាងយើងត្រឡប់មកកាន់សាច់រឿងរបស់យើងវិញអំឡុងពេលដែលបងសន្តិសុខគាត់ទៅហៅសុភ័ក្រឲ្យមកអង្គុយជជែកគ្នាលេងនៅខាងក្រៅហ្នឹងបន្ទាប់ពីសុភ័ក្រមកភ្លាមដោយបងសន្តិសុខហ្នឹងគាត់ក៏ហុចស្រាឲ្យមួយកំប៉ុងបន្ទាប់មកគាត់និយាយថាអូនចេះផឹកស្រាឬអត់ពេលហ្នឹងសុភ័ក្រថាអត់ទេបងខ្ញុំទៅតែចប់ថ្នាក់ទី12ហើយត្រូវការពេលវេលារៀនច្រើនណាស់ដូចនេះតាំងពីដើមមកក៏ខ្ញុំមិនដែលផឹកដែរអធិស្ឋានផងណាបងហើយបងសន្តិសុខនឹងស្ដាប់ឮគាត់ថានៅនឹងអត់កើតទេអូនតោះតែចេះផឹកបានចូលចំណោមគេចុះហើយបើណៃមិនចេះផឹកទេធ្វើមិនរាប់ពួកបងកើតទៅបើបងម្នាក់ផឹកស្រាឡើងប្រមឹករាល់ថ្ងៃហើយនឹងប៉ុន្តែអ្វីដែលគាត់និយាយនឹងមិនមែនគាត់និយាយពិតទេហើយក៏មិនមែនថាដាច់ខាតដែរគ្រាន់តែគាត់និយាយលេងទៅកាន់សុភ័ក្រតែប៉ុណ្្នឹងឯងបន្ទាប់ពីសុភ័ក្រឮហើយគេក៏ទើបតែចូលធ្វើការដំបងអញ្ចឹងក៏ចង់មានភាពស្និទ្ធស្នាលជាមួយបងសន្តិសុខនឹងដែរគេក៏បានទទួលស្រាពីគាត់បន្ទាប់ពីគេទទួលហើយហ្នឹងក៏បានកោះស្រាហូបជាធម្មតាតែមិនហូបច្រើនទេគាត់ថាតេសដើម្បីឲ្យបងសន្តិសុខរួមទាំងតកងឡានដែលគាត់នៅខាងមុខនឹងមើលទេក៏ប៉ុន្តែក៏មិនបានហូបដល់ថ្នាក់សវឹងអីដែរគាត់ថាតេសបន្តិចបន្តួចតែប៉ុណ្ណោះដោយសារណាមួយយើងអំឡុងពេលម៉ោងធ្វើការខ្លាចថាតកែដឹងអីចឹងទៅគាត់ព្រឹកឡើងគាត់ហៅទៅណែនាំឬក៏ស្ដីឲ្យជាពិសេសយើងបុគ្គលិកថ្មីទៀតក៏មិនទាន់ហ៊ានធ្វើអ្វីប្រេះផ្ដាស់ដែរពីហូបស្រាលេងបណ្ដាជជែកគ្នាលេងបណ្ដាហ្នឹងបងសន្តិសុខហ្នឹងគាត់ក៏ចាប់ផ្ដើមនិយាយលេងតទៀតដោយគាត់និយាយថាអូនឯងតាំងពីចូលមកហេងដល់ហើយអូនហើយសុភ័ក្រក៏សួរទៅកាន់បងសន្តិសុខវិញថាហេងរឿងអីដែរបងមានរឿងអីត្រូវហេងបងបើមកពីយប់ហ្នឹងគឺខ្មោចលងរាល់តែថ្ងៃហ្នឹងសន្តិសុខក៏ស្ដាប់ឮហើយគាត់ឈរសោចឲ្យរលាក់តែម្ដងដៃម្ខាងកាន់ស្រាដៃម្ខាងទៀតកាន់សាច់ខ្លែមហើយឈរសោចដោយគាត់និយាយថានឹងបងចង់និយាយថាអនឯងមកហ្នឹងគឺឆ្វាក់តែម្ដងគឺខ្មោចលងទាំងពីរថ្ងៃហើយបងវិញកាលតែចូលធ្វើការនៅនឹងដបងក៏លងដែរអូនអើយលងថ្ងៃឡើងចង់កន្លះខែនោះតែដល់ពេលលងយូរទៅបងធ្វើមិនដឹងធ្វើមិនលឺដូចជាលែងអីទៅវិញហើយអនឯងមកដបងហ្នឹងគេលេងដល់ហើយអាណិតអនឯងដែរតែបងក៏មិនដឹងធ្វើម៉េចដែរបន្ទាប់ពីបងសន្តិសុខនឹងនិយាយចប់បងប្រុសដែលជាតកងឡានហ្នឹងគាត់ក៏និយាយលេងបន្តទៀតថាអូអនឯងមកនឹងហេងអូនហើយមិនមែនហេងតែបងទេអនឯងហ្នឹងគឺហេងជាងបងទៅទៀតហើយអនឯងមកហ្នឹងមានឲ្យម៉ែឪស្រោចទឹកឬក៏អត់ហើយបើមិនតន់ឲ្យម៉ែឪស្រោចទឹកទេថ្ងៃណាសុំតកែទៅលេងផ្ទះមួយថ្ងៃអីទៅឲ្យគាត់ស្រោចទឹកទៅវត្តទៅអីឲ្យលោកតាដាក់ចំណងដាក់អីទៅគីឡូខ្មោចមិនសូវឡងបងមកដបងចង់កាលមុនដូចតាណៃដែរហ្នឹងគឺឡងគ្មានឲ្យដេកទេសំបីតាទៅដេកហ្នឹងអាកន្លែងដេកហ្នឹងទៅដល់កន្លែងហ្នឹងទៀតពេលខ្លះហ្នឹងអង្គុយនៅលើទ្រូងពេលខ្លះហ្នឹងទៅអង្គុយចុងជើងហើយថ្ងៃខ្លះទៀតហ្នឹងទៅឈរគោះទ្វារឯងតែម្ដងហើយពេលដែលឯងមិនបើកឲ្យហ្នឹងបើតាមឮសំឡេងនៅខាងក្រៅហ្នឹងអនឯងដឹងទេឮស្នាមកញ្ចក់ដៃអូសលើទ្វារតែម្ដងប៉ុន្តែបងពេលដែលឮអញ្ចឹងអីមុនឡើងទៅដេកបងតែងតែផឹកស្រាឲ្យស្វឹងហើយចង់ឮអីឮទៅបងមិនដែលខ្វល់ទេបងស្វឹងហើយបងដេកជាវៀងតែចូលមកក្នុងបន្ទប់ទេបើឯងនៅធ្វើអីនៅខាងក្រៅនៅទៅគឺបងមិនខ្វល់ទេដោយសារតែវាឡងរាល់ថ្ងៃចង់សាំឲ្យអូនអើយដោយបងតកងឡានហ្នឹងគាត់និយាយប្រាប់សុភ័ក្របែបហ្នឹងឯងសុភ័ក្រស្ដាប់ឮហើយអារម្មណ៍កាន់តែច្បូកច្បល់សារជាថ្មីម្ដងទៀតហើយណាមួយគ្នាខ្មោចឡងក៏មិនទាន់សាហាវដល់ថ្នាក់ទៅឡងទៅរកអង្គុយចុងជើងឬក៏ទៅគោះទ្វារបន្ទប់
ដល់ថ្នាក់យកកញ្ចក់ដៃអូសតាមទ្វារដែរដងគ្រាន់តែជាលក្ខណៈមិនទាន់បង្ហាញរូបរាងអីទេធម្មតារបៀបថាកម្រិតមធ្យមតែកម្រិតដែលឡងបងសន្តិសុខវិញបាននិយាយភាសាអង់គ្លេសគេហៅថាកម្រិត advance ណាបងប្អូនវាមិនមែនជាកម្រិតទាបទេវាជាកម្រិតខ្ពស់បំផុតតែម្ដងហ្នឹងបើយើងនិយាយរបៀបនៅក្នុងការចាត់ចំណាត់ថ្នាក់នៃការឡងវិញចំណែកបងសន្តិសុខវិញបន្ទាប់ពីលឺបងប្រុសតកង់ឡាននិយាយបែបហ្នឹងគាត់ក៏សោចបណ្ដើនិយាយមកប្រាប់បងតកង់ឡានបណ្ដើហើយបាននិយាយអាយុគាត់2នាក់វិញរបៀបថាបងប្រុសសន្តិសុខនិងបងតកង់ឡានហ្នឹងគឺអាយុមិនសបាគ្នាទេហើយបើគិតពីវ័យឬក៏អាយុហ្នឹងប្រហែលជាពួកគាត់ហ្នឹងខ្ទង់នឹង30ក្រាស់អីហ្នឹងតែប៉ុណ្ណឹងដោយសារពួកគាត់ម្នាក់គឺមានគ្រួសារអស់ហើយណែសុភ័ក្រវិញបន្ទាប់ពីគេស្ដាប់ពាក្យសម្ដីដែលបងតកង់ឡាននិយាយរួចគេក៏សួរទៅកាន់បងតកង់ឡានហ្នឹងបញ្ជាក់ថាពិតឬក៏អត់បងបើឯងនិយាយបន្លាយខ្ញុំទេដឹងដូចមិនសូវជឿទេបងហ្នឹងដល់ថ្នាក់យកកញ្ចក់មករូតទ្វារអីអញ្ចឹងបើឯងក៏ហក់ឲ្យមើលទៅពេលហ្នឹងបងសន្តិសុខថាមានរឿងសាហាវជាងនឹងទៀតអូនថ្ងៃខ្លះអំឡុងពេលដែលបងងូតទឹករៀបភ្លឺហ្នឹងពេលដែលចប់ម៉ោងធ្វើការហ្នឹងខ្លះអំឡុងពេលដែលបងងូតទឹកហ្នឹងមិនទាន់បើកក្បាលរ៉ូម៉ាណេទេស្រាប់តែរ៉ូម៉ាណេហ្នឹងអូតូបើកយកតែម្ដងហើយអំឡុងពេលដែលបើកទឹកហ្នឹងពេលខ្លះមិនមែនចំហាយធម្មតាទេអំឡុងពេលដែលពពួកនឹងវាមកចិត្តបើតាមអបិយជំនឿរបស់ខ្មែរយើងគឺវាមានចំហាយត្រជាក់ឧទាហរណ៍មានខ្យល់ឲ្យមកវឹបចឹងទៅបន្ទាប់ពីនឹងទៀតក៏ស្ងាត់ទៅវិញនេះវាមានន័យថាសញ្ញាដែលគេឲ្យយើងដឹងហើយយើងពេលហ្នឹងទោះបីយើងមិនល្ងាក៏មានអារម្មណ៍ថាខ្លួនរបស់យើងហ្នឹងគឺព្រឺឲ្យឡើងស្បែកគីង្គក់ដែរហើយអារម្មណ៍របស់យើងចាប់ផ្ដើមវារន្ធើនវាលក្ខណៈថាភ័យអញ្ចឹងទៅហើយបេះដូងយើងក៏ចាប់ផ្ដើមមានអារម្មណ៍ថាលោតញាប់ខុសធម្មតាដែរនេះវាអាការៈស្ដែងទៅតាមមនុស្សម្នាក់ដោយដួងចតារបស់មនុស្សហើយក៏គ្រូកំណើតយើងវាផ្សេងគ្នាក៏ប៉ុន្តែលក្ខណៈបែបនេះបើតាមបរមបុរាណលោកតែងតែថាអាការៈខ្មោចបន្លាចឬក៏ខ្មោចឡងអីចឹងទៅពេលឯនេះវិញបន្ទាប់ពីលឺបងសន្តិសុខសង្កត់ធ្ងន់ថាវាពិតនោះគេថាជុំលេងដល់ថ្នាក់នឹងទៀតបងលេងទៅបើក្បាលរ៉ូម៉ាណេឲ្យទៀតមើលទៅមិនសូវស្រួលទេបងអើយខ្ញុំមិនដឹងធ្វើការនៅទីនេះបានប្រហែលទេបើលេងតម៉ាក់ហ្នឹងមើលទៅសុំបងសរុំត្រឡប់ទៅផ្ទះវិញហើយគាត់តែលឺបែបហ្នឹងភ្លាមបងសកងឡានហ្នឹងគាត់និយាយថាវាមិនអីទេអូនឯងខំធ្វើការទៅណាមួយទើបតែចប់ទី12នេះបងដំបងក៏ដូចតាណៃចឹងដែរមិនអីទេនៅយូរទៅខ្មោចក៏វាចេះស្គាល់យើងដែរដំបងវាមិនស្គាល់វាចេះតែមកចង់លេងជាមួយយើងនឹងឯងពេលដែលវាស្គាល់ទៅវាធម្មតាដូចតពួកបងហើយបើគេធ្វើអីក៏ធ្វើទៅរឿងរបស់គេតែយើងគិតតែពីរឿងយើងទៅកុំទៅប៉ះពាល់គេប៉ុណ្ណឹងគឺវាសុខហើយមានន័យថាបើយើងឲ្យសុខគេក៏ឲ្យសុខយើងដែរហើយអ្វីដែលបងតកង់ឡាននិយាយហ្នឹងគឺស្ដែងចេញនៅទឹកចិត្តរបស់គាត់មិនចង់ឲ្យសុភ័ក្រត្រឡប់មកផ្ទះវិញណាមួយក៏មិនសូវសមប្រមាណដែរទើបតែចូលធ្វើការបាន3ថ្ងៃក៏សុំតកែដើម្បីឈប់ធ្វើការហើយត្រឡប់មកស្រុកកំណើតវិញណាមួយអាចនឹងលក់មុខដល់បងសរំដែលជាអ្នកនាំគេមកធ្វើការទៀតផងដោយសារតែគេចូលធ្វើការផ្ទះសំណាក់នឹងបានក៏ដោយសារតែបងសរំជាអ្នកអាកាត់និងជាអ្នកចេញមុខធានានៅក្នុងការអះអាងប្រាប់ទៅកាន់អ៊ំស្រីដែលជាតកែផ្ទះសំណាក់នឹងផងដែរជាធម្មតាកន្លែងហ្នឹងដោយបងប្អូនស្ដាប់នៅវីដេអូមុនហើយគាត់ថាខ្ញុំចង់បញ្ជាក់បន្ថែមបន្តិចនៅពេលដែលចូលធ្វើការលុះត្រាតែយើងមានស្គាល់ណាគេម្នាក់ដែលនៅក្នុងនឹងអះអាងថាប្រវត្តិយើងជាក្មេងបែបណាអញ្ចឹងទៅដោយសារការធ្វើការតាមផ្ទះឬក៏ធ្វើការនៅផ្ទះសំណាក់ហ្នឹងវាមិនមែនជាប្រព័ន្ធ system គ្រប់គ្រងច្បាស់លាស់អីនោះទេបើយើងចង់ធ្វើក៏ធ្វើបើយើងមិនចង់ធ្វើក៏អាចសុំគេឈប់បានដែរប៉ុន្តែដោយឡែកសុភ័ក្រពេលហ្នឹងនៅពេលដែលបងតកង់ឡាននិយាយលើកទឹកចិត្តគេក៏មិនគិតថាចង់ឈប់ទៀតដែរដោយសារតែណាមួយជាភាពក៏ខ្វះខាតម៉ែឪក៏ក្រដូចនេះមិនថាជួបរឿងរ៉ាវអ្វីនោះទេត្រូវតែតស៊ូរៀនហើយតស៊ូធ្វើការដើម្បីបានប្រាក់ចំណូលមកយកទៅបង់សាលាខ្លះនិងជួយខ្លួនឯងខ្លះហើយការធ្វើការនៅផ្ទះសំណាក់នឹងដែរភាពសោតក៏ជាកន្លែងមួយដែលថាផ្ដល់ឲ្យគេនៅផលចំណេញច្រើនផងដែរដោយនៅទីហ្នឹងគឺផ្ដល់នៅកន្លែងស្នាក់នៅនិងអាហារ3ពេលដូចនេះនៅពេលដែលគេបើកប្រាក់ខែមកគឺមិនហត់ចំណាយចាយវាទៅលើថ្លៃបង់ផ្ទះឬក៏ថ្លៃហូបចុកអីទៀតទេគឺសល់ទាំងអស់តែម្ដងដោយលុយទាំងអស់ហ្នឹងគឺគេវិនិយោគឬក៏ថាគេចំណាយទៅលើតែការរៀនសូត្រមុខនិងសល់ពីការរៀនសូត្រប៉ុន្មានក៏ផ្ញើមកផ្គត់ផ្គង់អ្នកផ្ទះអីអញ្ចឹងទៅ
នេះវាសបញ្ជាក់ឲ្យឃើញថាប្រសិនបើបងប្អូនឬក៏បងប្អូនដែលរៀននៅវិទ្យាល័យហើយចប់ថ្នាក់ទី12ហ្នឹងចង់មករៀននៅភ្នំពេញយើងត្រូវតែមានប្រភពចំណូលមួយដែលច្បាស់លាស់ហើយក៏ជាការងារមួយច្បាស់លាស់ដែរដើម្បីងាយស្រួលនៅពេលដែលយើងបានលុយមកយើងចំណាយទៅលើការបង់សាលាផ្សេងៗដោយជួយសម្រាលបន្ទុកក្រុមគ្រួសារបើនិយាយពីសុភ័ក្រវិញក្រុមគ្រួសារគាត់គឺក្រតែម្ដងសូម្បីតែអំឡុងពេលដែលរៀនទី12ហ្នឹងគាត់និយាយប្រាប់ខ្ញុំថាសឹងថាលុយទៅរៀនហ្នឹងក៏មិនចង់មានផងហើយមិត្តភ័ក្តិគ្រប់គ្នាគឺគេទៅរៀនគួររបៀបថាគេមានលុយបង់រៀនគួរខាងក្រៅអីអញ្ចឹងទៅចំណែករូបគេវិញគឺអត់មានលុយទេអំឡុងពេលដែលមិត្តភ័ក្តិទៅរៀនគួរហ្នឹងអ្នកដែលអង្គុយតុជាមួយគ្នាហ្នឹងគឺពេលដែលគេមកវិញគឺសុំសភៅគេកត់បន្តរាល់ពេលដែលធ្វើលំហាត់ឬក៏ចម្ងល់នៅត្រង់កន្លែងណាមួយគឺគេតែងតែសួរមិត្តភ័ក្តិគេដែលទៅរៀននឹងឯងហើយស្របពេលហ្នឹងគេជាមនុស្សម្នាក់ដែលមានការតស៊ូខ្ពស់មែនទែនហេតុថាគ្រួសារគេក្រលំបាកក៏ពិតមែនក៏ប៉ុន្តែគេមិនបានបោះបង់ការសិក្សាទៅធ្វើការនៅឯនេះនៅឯនោះទេហើយអំឡុងពេលហ្នឹងបើសិនជាគេបញ្ចប់នៃការសិក្សាហើយទៅធ្វើការក៏មកដល់បច្ចុប្បន្នត្រឹមតែបានការងារសំណង់ឬក៏ការងាររោងចក្រតែប៉ុណ្ណោះហើយការដែលខ្ញុំនិយាយបែបនេះមិនមែនថាការងាររោងចក្រមិនល្អការងារសំណង់មិនល្អទេបងប្អូនកុំយល់ច្រឡំឲ្យសោះគ្រាន់តែខ្ញុំចង់បញ្ជាក់នៃការរៀនសូត្ររបស់គាត់តែប៉ុណ្ណោះដោយសារអំឡុងពេលហ្នឹងមិត្តភ័ក្តិរបស់គាត់ជាច្រើនដែលនៅក្នុងភូមិហ្នឹងតែងតែបបួលសុភ័ក្រទៅធ្វើការរោងចក្រទៅម៉ែឪក្រម៉ែឪពិបាកដើម្បីជួយសម្រាលបន្ទុកហើយក៏មានមិត្តភ័ក្តិខ្លះគេមករកស៊ីនៅភ្នំពេញអញ្ចឹងទៅគេក៏បបួលមកធ្វើនេះធ្វើនោះហើយមិត្តភ័ក្តិខ្លះគេទៅរកស៊ីនៅថៃអញ្ចឹងទៅគេមកវិញមកលេងស្រុកម្ដងអញ្ចឹងទៅក៏បបួលទៅធ្វើសំណង់ទៅចិញ្ចឹមជ្រូកទៅធ្វើនេះធ្វើនោះទៅលក់ផ្កាអីអញ្ចឹងទៅហើយការងារទាំងអស់ខ្ញុំសូមបញ្ជាក់ឡើងវិញសុទ្ធតែជាការងារល្អមិនមែនការងារណាមួយមិនល្អនោះទេគ្រាន់តែថាទស្សនវិជ្ជាដែលខ្ញុំកោះយកមកបង្ហាញបងប្អូននេះគ្រាន់តែចង់ចែករំលែកនៅរឿងរ៉ាវដែលគាត់និយាយប្រាប់ខ្ញុំតែប៉ុណ្ណោះឥឡូវយើងក៏លេខមកមើលទស្សនវិជ្ជានៅពេលយប់អំឡុងពេលដែលគេឈរស្ដាប់បងសន្តិសុខក៏ដូចជាបងតកងឡាននិយាយថាខ្មោចលងពួកគាត់ពីនេះពីនោះនៅកន្លែងនេះនៅកន្លែងនោះអីចឹងទៅហើយភាពសោតថ្ងៃមួយហ្នឹងបងតកងឡានគាត់ក៏និយាយរឿងរ៉ាវប្រាប់បន្តទៅកាន់សុភ័ក្រថាកាលពីប្រហែលថ្ងៃមុនហ្នឹងថ្មីនឹងដែរទេមុននឹងឯងមកប្រហែលថ្ងៃហ្នឹងព្រាបភ្លឺពេលដែលចប់ម៉ោងការងារភ្លាមបងក៏ទៅងូតទឹកពេលដែលទៅងូតទឹកហ្នឹងមានក្រែមួយក្បែរកន្លែង stand ទឹកហ្នឹងអនឯងទៅឃើញស្រាប់ហើយតែបងទៅងូតទឹកបងតែងតែអង្គុយលេងលើក្រែហ្នឹងហើយជក់បារីលេងអស់មកបារីអីបានបងចាប់ផ្ដើមងូតទឹកហើយកន្លែងងូតទឹកហ្នឹងភាពសោតគឺកន្លែងសម្រាប់តែប្រុសងូតទេបងប្អូនស្រីគឺគេងូតទឹកនៅក្នុងបន្ទប់ទឹកចំណែកឯកន្លែងដែលបងប្រុសតកងឡានងូតរួមទាំងគ្នាអ្នកដែលនៅធ្វើការទាំងអស់ដែលជាប្រុសហ្នឹងគឺងូតនៅជាន់លើបង្អស់ហើយកន្លែងមាន stand ទឹកអីចឹងទៅដោយសារនៅកន្លែងហ្នឹងគឺគេដាក់ stand ទឹកធំមែនតែនព័ទ្ធជុំវិញដោយបន្ទប់ចឹងគឺមើលគ្នាមិនឃើញទេដោយសារតែបាំង stand ទឹកហើយកន្លែងដែលងូតហ្នឹងគឺដាក់ទយោទឹកបាញ់ចេញធម្មតាទេងាកមកកាន់បងប្រុសនឹងវិញបន្ទាប់ពីគាត់អង្គុយជក់បារីមិនទាន់អស់មួយបារីស្រួលបួលផងសម្រាប់គាត់ប្រាប់ទៅកាន់សុភ័ក្រថាឮសំឡេងមនុស្សស្រីច្រៀងក្បែរគាត់ហ្នឹងលេពេលគាត់ឮគាត់ក៏ងាកឆ្វេងងាកស្ដាំបន្ទាប់មកគាត់ក៏ដើររមើលគីឡូនរណាគេចាក់ទូរស័ព្ទពីក្បែរហ្នឹងអញ្ចឹងទៅពេលដែលដើររមើលទៅក៏ចេះតែមិនឃើញមិនដឹងថាណាគេមកច្រៀងអីអញ្ចឹងណាបន្ទាប់ពីគាត់រមើលមិនឃើញគាត់ក៏មកអង្គុយជក់បារីពីគាត់អង្គុយជាលើកទី2ជក់បារីបឺតមិនតាន់បានមួយដង្ហើមស្រួលបួលផងស្រាប់តែឮគេហៅម្ដងដោយគេហៅថាបងអើយបងឮគេហៅពីខាងក្រោយពេលដែលគាត់ងាកទៅគឺមិនបានឃើញអ្វីនោះទេគឺស្ងាត់ឲ្យច្រងំជាធម្មតាតបមកគាត់ក៏អង្គុយជក់បារីបណ្ដាគិតបណ្ដាគាត់ថាមើលទៅប្រពន្ធរបស់គាត់ឡើងមកហៅក៏មិនដឹងបញ្ញាប់ឲ្យចូលដេកចូលអីអញ្ចឹងទៅហើយប្រពន្ធបងសន្តិសុខនឹងដែរភាពសោតគឺគាត់ធ្វើការវេនថ្ងៃហើយជាអ្នកសម្អាតតាមបន្ទប់អីអញ្ចឹងទៅបាននិយាយភាសាអង់គ្លេសគេហៅថា cleaner នឹងឯងហើយចំណែកគាត់ជាប្តីហ្នឹងគឺគាត់ធ្វើការវេនយប់ជាអ្នកបើកឡានដោយគាត់គិតថាមើលទៅប្រហែលជាប្រពន្ធគាត់ហៅអីអញ្ចឹងទៅឲ្យបញ្ញាប់ចូលដេកកុំនៅអីយូរពេកអីអញ្ចឹងដោយគាត់គិតបែបហ្នឹងបន្តតាពីហ្នឹងទៀតគាត់ក៏បានជក់បារីអស់មួយដើមក៏មិនបានឮសំឡេងអីហៅដែរគាត់ក៏ចាប់ផ្ដើមទៅងូតទឹកអំឡុងពេលដែលងូតទឹកហ្នឹងស្រាប់តែមាន
nè nam mà nè mà cua stand tắc ở lưu tung hay thom bà ra stand tắc nâng bong bồn nâng sạp ấy vì bò xó nè việc đầy lại cả nạ thà đầy sầm nó nè cả nạ ta cua lười hay cua lười mình tên cua tung bong son sọc nâng có rôm cả sái chết mà mơ thà ná cái nâng lên ở từ non sao mà cua ấy lừa bài nâng hay bà miền ca ấy vậy máu mạch cua tê có smart ta mật phe ấy chăng rồi có bong son sọc kia quạt nâng từ cua lên ấy chăng từ bắn to bị con này vậy hỏi có mình khơi nhà ná tranh mà to tháng nè đi nhận nô đài cứ bắt tỏi chân tay mà đòn hai nắng rương này cả mây môn pe đại sập hẹ cho 4-5 ngày thì rương đại cô sten rồi có sầm lây mà nữ trinh có bài kề để con quay chỗ vào đây năng ảnh để con mình khơi nè đại tranh một cô sten bẹp nắng con có phải nhau ngụt tắc cái hai có mà sầm lại chỉ thò mà đà lấy mà mơ tực một sập hẹ bên pe nắng đối chỉ riêng slấy slang mình tịch hại lòng pe đạp bong từ con lan này dây rương phong bong san sọc này dây phong này dây tới mình nữ tập tại chỗ mấy pe để kia này dây rương bị môn prap lẽ cái nào tha mình thấy đôi khi mình cả tê bong bồn đại sa ní viêm mền chỉ rương bật đứt tê vi chỉ rương bật đại cả lại chụp buộc quạt tay mà đòn hai cả đại con dây prap nắng mền tha chỉ cả bong phay chỉ cả phút có họ ở sập hẹ lại tê bàn tay chui chỉ rương đại trai đầm lệ tới ở sập hẹ nắng miền ca bây dài bị pro thaประเทศสำนักมวยนั่งลองไปแต่สร้างซองนั่นคือเมียนเกโลสำหรับกลูนหายเชียมนุษย์โปรตีนพองตอนแต่ทาเรื่องแต่ตรำแต่ดังต่อเนี่ยปนบาตะกายมาจากประเทศจิตทอมมาได้กันไหลรอซีเกมันเฮียนในยัยประเดี๋ยวประดาเต้ดอทะกอดแฮมปรานมันอ้อยบกเลิกนั่งในยัยติดพองก็ปันท้ายบองตะกองลานบองสันซอกนั่งนักทาคณีไอเทอร์กาจมวยคณีตัวใบในยัยtớiก็มันไอได้นามวยมันนึกทอมบ่ให้กูติดใจกระเรียงคลวนให้มันจำบัดไอ้ดอทะในยัยปันนั่งเธอตูเปิดปรับตะกายไอเต้โดยกอดกึศใบนั่งมันกอดในยัยปรับบรรทอปีในยัยจ็อบมวยสันตูกรายมอกลงไปแต่ปุกอดกับป้องใต้ของกุยจะใช้คณีปีนี้ปีนู้นนั่งก็ทราบแต่เมียน delivery กีดักไอวันยกหมอกหา delivery นั่งเพ็บซาวด์คือในยัยจอมเต้คือกรมพลฟูดแพนด้ากอดกับวันดักไอวันหมอกไปแต่ดักไอวันนั่งก็มาจูบบองสันสอกได้กับป้องใต้กุยโฮบสราในขังหมกนั่งรวมทั้งสุภาพได้เชียจำนวนการรีสับนั่งก็ในขังหมกโดยคณีได้ไอ้บองโปรเดลิเวอรี่ได้ดักหมอกนั่งลงไปแต่กอดดักหมอกเพลี้ยมกอดก็บานคอแตะตองตัวพิวในขังเลยเนาะโดยพิวนั่งกอดเอาเดลิเวอรี่นั่งย่อวันย่อต่อยกอดเอาดอลบรรทุกถ่ายในประเทศสำนักพิบซาวด์บ่าวสันเชียเนี่ยดักไอวันกีย่อไอวันเอาพิวไอ้คือมันบาดแผลปราณิติโดยสารแต่ตามช้อนคือเมียนกามารารุ่ยสายจะหายก็อนุญาตเอาบองโปรเดลิเวอรี่นั่งลางติลือปนท้ายบนหนึ่งลางนั่งก็สเปกกิสูได้ถ่ายเชียร์สายบ้องบางไอยมาหอบนั่งยอแต่เอาประตูหน้าไปนั่งบองโปรได้เชียร์เดลิเวอรี่นั่งก็ถ่ายชมยอยผิวก็ถ่ายในจวนตีใบคือประตูใบโซนบุญในกบายจันดายนนั่งไอไปได้เจนปีจันดายนtớiคือบอทขังสตาร์มันติดคือดอลหายประตูใบโซนบุญจำนายสเปกวิ่งบรรทอปีสตาร์บองโปรเดลิเวอรี่นั่งในใหญ่โดยใช้กระถางอะไรที่บ้องเชยลางtới chiềuนั่นคือในจวนตีใบบองบางไอเช่นแต่ปีจันดายนมันติดtớiคือบอทสตาร์ที่เคยให้ในกบายจันดายนนั่งได้ตีจำนายบองโปรเดลิเวอรี่ก็ทาบาดบองชิวมนนั่งกอดในใหญ่ปรับชงแบบนั่งได้นั่งก็เล็กมาเมื่อบองโปรเดลิเวอรี่วิ่งบรรทอปีกอดบานล้างแต่ดอจวนตีใบกอดกับบานดาวสำได้tớiประตูใบโซนบุญปัดแมนปนใต้วิจัยดอนไอปีนั่งบองปอนมันต้อนบานดาวดอประตูใบโซนบุญพองนั่งทราบแต่เมียนสำเร็จประตูใบโซนใบนั่งหายกอดเว้ยละเว้ยทับบองมาฮบย่อมันไหนบองมาฮบย่อมันไหนดอยปีนั่งกดจ้องเพียงได้หายไปได้ลือสำเร็จหายกระบายประตูใบโซนบุญนั่งกอดก็เหมือนตอนยอมฮบนั่งแต่ประตูใบโซนบุญไหนแหละขณะถักแกงนะชกมวยกระไรสันดับไปเด็กก็ชอบเลี้ยมก็จับดามตีนตัวซาบังเตติผิวไปเด็กเตเตอร์นั่งวิจัยดอนไอ้ไปนั่งประตูใบโซนบุญนั่งคืออดบานเลิกตัวซาบอกกอดเตหายก็บานดาวตะกูทวีไปดาวตะกูทวีก็หาใบโดยจิกมินนะตอบต่อได้ลือโซตายสำเร็จในกรงประตูตึกโดยผิวนั่งกับปงแต่งมวยตึกจังลือโซหลังชอไอ้จังเตอหายก็เจ๊แต่พี่ยิ้มเตเหมือนแทนเตะพองกูทวีพองละโหดต่อแต่ปีเนี่ยตีก็มันมีนะมาเช่นตอบกอดได้ไปนั่งก็กับบานดาหมกขังหมกจันดายนวิญ
ប៉ុន្តែដៃនឹងចេះតែចុចទូរស័ព្ទទេជាបន្តតាក់ទងទៅភ្ញៀវអីចឹងទៅហើយម្យ៉ាងទៀតខ្លាចភ្ញៀវគេ cancel មហូប cancel អីចឹងហើយណាមួយអំឡុងពេលដែលទេហ្នឹងគឺច្បាស់ណាស់ភ្ញៀវថាប្រាប់បន្ទប់304ហ្នឹងគឺគេមិនច្រឡំទេប៉ុន្តែពេលដែលគោះទ្វារភ្ញៀវចុះឡើងមិនបែបហ្នឹងមកដល់មុខចណ្ដើរយន្តភ្លាមឮសំឡេងមកស្រាលថាបងនេះបន្ទប់នេះអ្នកកំងបងបន្ទប់នេះអ្នកកំងគឺបន្ទប់303ដែលជាបន្ទប់ពោពេញទៅដោយរឿងហេតុចម្លែកនឹងឯងបន្ទាប់ពីគេឮសូរសំឡេងហៅចេញពីបន្ទប់303ហ្នឹងគេក៏បានដើរទៅតាមទិសដៅនៃសំឡេងដែលថាបន្ទប់ហ្នឹងជាអ្នកកំងពេលដែលដល់បន្ទប់303ហ្នឹងនៅខាងមុខបន្ទប់ហ្នឹងចាក់សោជាធម្មតាទេប៉ុន្តែសំឡេងជិះតែលឺតាមខ្យល់មកស្រាលថាបន្ទប់នេះអ្នកកំងបងបន្ទប់នេះអ្នកកំងហើយអំឡុងពេលហ្នឹងមិនដឹងថាវាកម្មក្រាស់ស្អីបោះបងអ្នកដឹកហ្នឹងក៏ទេទៅភ្ញៀវគឺគាត់អត់លើកតតែសោះពេលដែលមិនលើកបែបហ្នឹងគេចេះតែឈរនៅមុខចណ្ដើរយន្តរេរចង់15នាទីឯណោះហើយចេះតែព្យាយាមតាក់ទងទៅភ្ញៀវហើយបើភ្ញៀវងូតទឹកម្លេះហើយក៏វាហើយដែររយៈពេល5-10នាទីហ្នឹងគឺរឿងយូរគួរសមជៀសវាងតែភ្ញៀវស្រីដែលគេអបសក់ទេអានឹងរឿងយូរតែបើសិនជាភ្ញៀវប្រុសអីងូតទឹក 4-5 នាទីហ្នឹងគឺហើយបន្ទាប់ពីគេឈរចាំអស់15នាទីហើយនឹងមិនឃើញថាភ្ញៀវណាចេញមកយកម្ហូបដែលកំងហ្នឹងគេក៏សម្រេចចិត្តថាចុះទៅខាងក្រោមវិញបន្ទាប់ពីគេចុះទៅខាងក្រោមវិញហ្នឹងសុភ័ក្របងសន្តិសុខរួមទាំងបងទៅកងឡានដែលពួកគាត់នៅខាងមុខហ្នឹងក៏ឃើញបង delivery នឹងកាន់ម្ហូបចុះទៅវិញហ្នឹងគាត់ក៏សួរជាពិសេសសុភ័ក្រតែម្ដងជាជំនួយការ reception នេះហ្នឹងក៏សួរទៅកាន់បងអ្នកដឹក delivery នឹងថាបងភ្ញៀវ cancel ម្ហូបមែនបងបានជាភ្ញៀវមិនយកហ្នឹងហើយបើភ្ញៀវ cancel ទេបើឲ្យលក់ឲ្យខ្ញុំតែម្ដងទៅខ្ញុំចេញថ្លៃសេវាឲ្យបងឯងហើយម្ហូបនឹងអស់មិនមែនទូទាត់តាមហ្នឹងទៅបងដោយសារតែយប់ហើយខ្ញុំហេវបាយដែរហើយក៏មិនដឹងថារត់ទៅទិញឯណាដែរគ្មានម៉ូតូជិះផងហ្នឹងចំណែកបងប្រុស delivery នឹងវិញបន្ទាប់ពីលើសុភ័ក្រថាកំងម្ហូបតគាត់ថាចាំមើលសិនបងខ្ញុំតាក់តងទៅភ្ញៀវសិនគីឡូគាត់យកម្ហូបនឹងវិញអំឡុងមុនពេលហ្នឹងខ្ញុំឡើងទៅដល់ជាន់ទី3ហ្នឹងគឺមិនបានឃើញភ្ញៀវចេញមកយកម្ហូបទេខ្ញុំក៏គោះទ្វារនៅខាងមុខនឹងដែរហ្នឹងហើយពេលដែលខ្ញុំគោះឡើងមកយូរបងឯងមើលអត់មានភ្ញៀវចេញមកយកក៏ខ្ញុំដើរត្រឡប់មកខាងមុខចណ្ដើរយន្តនឹងវិញក៏ឮសំឡេងចេញពីបន្ទប់303ហៅខ្ញុំថាគេកំងម្ហូបប៉ុន្តែខ្ញុំច្បាស់ណាស់បងអំឡុងពេលដែលភ្ញៀវនិយាយជាមួយខ្ញុំនៅខាងមុខហ្នឹងលើផ្លូវហ្នឹងនៅពេលដែលខ្ញុំចតម៉ូតូហ្នឹងគឺឮថាបន្ទប់304ចំណែកបងទៅកងឡាននិងបងសន្តិសុខវិញបន្ទាប់ពីឮបង delivery ដែលជាអ្នកថ្មីស្រឡាងជួបនៅរឿងហេតុបែបហ្នឹងគាត់ក៏មិនដឹងនិយាយអីដែរគាត់សោចតែម្ដងគាត់ថាំងចោលឲ្យមួយទៀតហើយមកមួយទៀតហើយដោយគាត់និយាយលេងបែបហ្នឹងតែម្ដងហើយបង delivery របៀបថាពេលដែលស្ដាប់ឮពាក្យពេចន៍ហ្នឹងគាត់ឆ្ងល់របៀបថាម៉ួយយ៉ាងម៉េចបានគាត់សួរទៅកាន់បងប្រុសដែលជាសន្តិសុខនឹងបងទៅកងឡានថាបងប្រកែលេងសើចណាបងម៉ួយអីទៀតហើយបងឯងជួយប្រាប់ខ្ញុំមកមើលខ្ញុំឆ្ងល់ណាបងឯងថាម៉ួយហ្នឹងដោយគាត់និយាយបណ្ដាគឺគាត់សើចបណ្ដារបៀបថាលេងសើចគ្នាទៅវិញទៅមកអីចឹងទៅពេលហ្នឹងបងសន្តិសុខក៏និយាយទៅកាន់បងប្រុស delivery នឹងថាអូខ្ញុំនិយាយលេងតាតាមពិតទៅអ្នកដែលសំឡេងហៅបងហ្នឹងតំណងបងស្ដាប់ច្រឡំទេដឹងមិនដែលទេបងមានណាគេហៅខ្ញុំធ្វើការនៅនឹងតាំងពីយូរមិនដែលមានអីផងបើឯងជាអកខកទេដឹងចំណែកបងប្រុសដែលជាអ្នកដឹក delivery នឹងវិញបន្ទាប់ពីគាត់ស្ដាប់ឮពាក្យពេចន៍បងប្រុសដែលសន្តិសុខនឹងនិយាយមកកាន់គាត់ហើយគាត់ក៏តបវិញថាអូសំឡេងឮច្បាស់ណាស់បងអើយចាញ់ពីបន្ទប់303ហ្នឹងខ្ញុំមិនច្រឡំទេបងហៅខ្ញុំរហូតដល់2ដងថាបន្ទប់ហ្នឹងគឺជាអ្នកកំងម្ហូបទៀតពេលខ្ញុំដើរទៅដល់ភ្លាមស្រាប់តែឮសូរសំឡេងដូចមនុស្សជំនុំគ្នានៅក្នុងបន្ទប់អញ្ចឹងបងប៉ុន្តែទោះបីខ្ញុំហៅយ៉ាងណាក៏គ្មាននរណាចេញមកយកម្ហូបដែរតែពេលដែលខ្ញុំដើរចេញពីកន្លែងហ្នឹងគឺឮសូរសំឡេងហៅទៀតប៉ុន្តែខ្ញុំក៏ខ្ជិលយកទៅឲ្យណាបើសិនជាគេកំងមែនគេបើកទ្វារឲ្យប៉ុន្តែនេះអត់មានពីណាបើកទ្វារផងហ្នឹងខ្ជិលមែនតើបងអើយដឹកអីវ៉ាន់ឲ្យភ្ញៀវមួយថ្ងៃឡើងអស់ខ្យល់ហើយមកប៉ះភ្ញៀវអញ្ចឹងទៀតខ្ញុំគ្មានកម្លាំងទេបងបើកំងមិនកំងក៏ហីទៅប៉ុន្តែកុំលេងសើចអីបែបហ្នឹងខ្ញុំហត់ណាស់ណាមួយបងឯងមើលដឹកអីវ៉ាន់តាំងតែពីព្រឹកម៉ោង9ហើយឥឡូវមកដល់ម៉ោង7:01ហើយហ្នឹងបងមិនទាន់បានចូលផ្ទះសម្រាប់ទេពេលហ្នឹងដែរបងទៅកងឡានគាត់ក៏បាននិយាយលេងជាមួយនឹងបងប្រុស delivery ទៀតថាអូប្រហែលជាបងឯងស្ដាប់ច្រឡំហើយមិនបាច់ទុកក្នុងចិត្តអីទេបងបើតាមខ្ញុំគិតបងឯងពេលដែលទៅដល់ជាន់ទី3ហ្នឹងបងឯងឃើញបង្អួចចំហទ្វារអត់បង
ពេលហ្នឹងបង delivery ថាអូខ្ញុំឃើញតាហ្នឹងហើយបងប្រហែលជាអាគីវានៅចិត្តហ្នឹងដែលនិយាយសំឡេងមកហៅបងឯងស្ដាប់ច្រឡំហ្នឹងហេតុថាគាត់និយាយបែបហ្នឹងក៏មិនចង់ឲ្យសន្តាគារឬក៏ផ្ទះសំណាក់ដែលគាត់ធ្វើហ្នឹងវាមានឈ្មោះមិនល្អតែមួយបងប្រុសដែលជា delivery ហ្នឹងគឺគាត់ពីមួយថ្ងៃទៅមួយថ្ងៃតែងតែជួបភ្ញៀវរហូតរបៀបថាដឹកអីវ៉ាន់ឲ្យគេអញ្ចឹងទៅហើយបើសិនបើគាត់ដឹកអីវ៉ាន់ទៅដល់ភ្ញៀវណាមួយគាត់និយាយប្រាប់ថាផ្ទះសំណាក់យើងមានប្រវត្តិអត់ល្អចេះមួយចុះពីរខ្លាចថាប៉ះពាល់គេឈ្មោះនៅក្នុងការរកស៊ីហើយបើដឹងដល់អ៊ំស្រីដែលជាតកែហ្នឹងគឺត្រូវបណ្ដេញចេញពីការងារទៀតផងដូចនេះមានតែធ្វើបែបណាដើម្បីលាក់ទោះបីថាប្រវត្តិនៅផ្ទះសំណាក់នឹងវាមិនល្អយ៉ាងណាក៏មិនត្រូវនិយាយដែរមានតែខំមកសង្កត់ចិត្តតែប៉ុណ្ណោះឬក៏យើងនិយាយមួយបែបទៀតថាបើសិនបើនិយាយកន្លែងដែលយើងធ្វើការមិនល្អវាស្មើនឹងបំផ្លាញឆ្នាំងបាយខ្លួនឯងហើយបន្ទាប់ពីបងប្រុស delivery នឹងគាត់ស្ដាប់អ្វីដែលបងតកងឡាននិយាយរួចហើយគាត់ក៏ញញឹមបន្ទាប់មកទៀតគាត់ក៏ចេះតែព្យាយាមតាក់ទងទៅភ្ញៀវម្ដងហើយម្ដងទៀតបន្ទាប់ពីគាត់តាក់ទងទៅកាន់ភ្ញៀវរួចភ្ញៀវនឹងក៏លើកទូរស័ព្ទគាត់សារជាថ្មីពេលដែលលើកភ្លាមភ្ញៀវនឹងក៏បានស្ដីទៅឲ្យគាត់ដែលជាអ្នកដឹកនឹងដែរដោយថាងបងឯងសេវាកម្មខាងបងឯងយឺតយ៉ាវខ្លាំងម៉េចខ្ញុំចាំហូបបាយបងឯងឡើង1ម៉ោងហើយនេះឡើងបាត់ឃ្លានហើយណាបងហើយបងឯងសេវាកម្មយឺតយ៉ាវបែបហ្នឹងក្រុមហ៊ុនហ្នឹងរកស៊ីតាន់គេដែរមែនភ្ញៀវគេនិយាយស្ដីឲ្យបងប្រុស delivery ហ្នឹងគឺចំកណ្ដាលមុខតែម្ដងហើយបងប្រុសនឹងវិញហេតុថាហត់ផងក៏មិនទប់ដែរគាត់ដាក់វិញថាគុំនិយាយបែបហ្នឹងណាបងខ្ញុំមកដល់មួយសន្ទុះធំហើយថែមទាំងយកម្ហូបយកទៅឲ្យបន្ទប់បងឯងទៀតពេលដែលទៅដល់គោះទ្វារបងឯងឡើងចង់កន្លះម៉ោងបងឯងអត់ទាន់ឃើញបើកទ្វារទទួលម្ហូបទេបងពេលហ្នឹងភ្ញៀវថាខ្ញុំមិនក៏មិនលឺពេលដែលបងឯងមកគោះទ្វារហ្នឹងហើយបងឯងយកឲ្យបន្ទប់ណាវិញពេលហ្នឹងបងប្រុសហ្នឹងក៏ថាខ្ញុំយកទៅឲ្យបន្ទប់304ហើយភ្ញៀវថាអត់ទេគាត់នៅ309បងឯងស្ដាប់ច្រឡំទេដឹងហើយខ្ញុំខំចាំម្ហូបបងឯងឡើងមួយយូរហើយបងឯងទៅគោះទ្វារបន្ទប់គេនេះសំណាងហើយបងឯងគេមិនចេញមកថាឲ្យបើគេថាឲ្យយកមកទុកឯណាហ្នឹងបន្ទាប់ពីនិយាយចប់បងប្រុសដែរជា delivery ហ្នឹងគាត់ខ្លាចថាគាត់ហត់នឿយអីចឹងទៅស្ដាប់ច្រឡំមិនច្បាស់គាត់ក៏បាននិយាយសុំទោសទៅកាន់ភ្ញៀវថាងបងអើយជាស្រ័យផងមុននឹងប្រហែលជាខ្ញុំស្ដាប់ច្រឡំសុំទោសបងពិតមែនតែមិនអីទេបងខ្ញុំមកដល់ខាងមុខផ្ទះសំណាក់ហើយចាំខ្ញុំយកទៅឲ្យបងម្ដងទៀតគាត់និយាយចប់គាត់ក៏បានរត់ទាំងត្រហក់បញ្ញាប់បញ្ញាលយកទៅឲ្យបន្ទប់309នឹងពិតមែនពេលដែលទៅដល់ក៏ម្ចាស់បន្ទប់នឹងគេបើកទ្វារធម្មតាហើយគេក៏ចេញមកយកម្ហូបបន្ទាប់ពីយកម្ហូបឲ្យភ្ញៀវរួចហ្នឹងបងប្រុសហ្នឹងក៏រត់ចុះមកខាងក្រៅវិញបញ្ញាប់បញ្ញាលដូចគ្នាពេលដែលមកដល់គឺគាត់ដើរបណ្ដាគឺកវីក្បាលបណ្ដាចំណែកបងសន្តិសុខរួមទាំងបងតកងឡានហើយនិងសុភ័ក្រដែលជាជំនួយការរីសិបហ្នឹងក៏នៅឈរលេងនៅខាងក្រៅដែរណាមួយពេលយប់ចឹងក៏គ្មានភ្ញៀវណាមកដែរខំណាស់ភ្ញៀវរាយមួយអីចឹងទៅអ្នកដែលគេដើរលេងដាច់យប់គេមកដេកអីចឹងមិនមែនជាលក្ខណៈភ្ញៀវធัวដែលគេមកម្ដងជាលក្ខណៈក្រុមបន្ទាប់ពីឃើញបងប្រុសដែរជាអ្នក delivery នឹងដើរកវីក្បាលធម្មតាបងសន្តិសុខគឺគាត់មកដែលគាត់សួរលេងហើយណាមួយវ័យរបស់គាត់នឹងក៏ប្រហាក់ប្រហែលគ្នាដែរដោយបងសន្តិសុខសួរថាមិនហ៎បងអស់កម្លាំងអីពេលហ្នឹងបង delivery ថាងអស់ហើយបងអស់ហើយខ្ញុំបិទ app ហើយលែងទទួលការកំងហើយមើលទៅប្រហែលជាត្រឡប់ទៅផ្ទះវិញដេកហើយមើលទៅបើបន្តទៅទៀតក៏បើកម៉ូតូលែងត្រង់ផ្លូវហើយបងអស់កម្លាំងខ្លាំងណាស់បងទៅកងឡានលឺភ្លាមគាត់ថាដាក់តាមមកកំប៉ុងទៅគឺស្វាងចាស់ហ្មងបងនេះកម្លាំងដូចដំរីចុកប្រេងអញ្ចឹងណាមួយកំប៉ុងនេះសិតតែស្រូវសម្លៃហ៎បងហូបទៅមិនបាច់បាយក៏ឆ្ងាញ់ដែរបងពួកខ្ញុំគឺត្រឡប់ហ្មងថ្ងៃខ្លះមិនតាន់ហូបបាយក៏ដាក់ដែរគាត់តែបង delivery លឺហើយគាត់ថាបងឯងជាទៅរួចហ៎បងខ្ញុំទៅមិនរួចទេហើយហូបទៅខ្ញុំប្រញាប់ត្រឡប់ទៅផ្ទះវិញណាបងបន្ទាប់ពីគាត់និយាយចប់គាត់ក៏ឡើងម៉ូតូហើយជិះត្រឡប់ទៅផ្ទះរបស់គាត់វិញទៅនៅសល់តែបុគ្គលិកធ្វើការរបស់ផ្ទះសំណាក់នឹងតែប៉ុណ្ណោះដោយនៅសុភ័ក្រនៅបងសន្តិសុខរួមទាំងបងតកងឡាននឹងឯងបន្ទាប់តែពីនឹងទៀតគាត់ក៏ពិភាក្សាគ្នាដោយសុភ័ក្រនិយាយទៅកាន់បងប្រុសទាំងពីរនឹងថាងបងចូលអ៊ំម្ចាស់ផ្ទះគាត់ដែរសូត្រមុនសូត្រអីឬក៏អត់បានតែពពួកនឹងវានៅពេញទៅផ្ទះហ្នឹងដោយពេលហ្នឹងបងប្រុសទាំងពីរអ្នកនឹងថាសូត្រមុនតែរហូតនឹងអូនប៉ុន្តែគេសូត្រមុនធ្វើពិធីនៅអំឡុងពេលចូលឆ្នាំហើយជាធម្មតាផ្ទះសំណាក់ប្រសិនបើមុនលោកមុនអីមកអំឡុងពេលដែលដាក់ភ្ញៀវហ្នឹងខ្លាចថាភ្ញៀវគេគិតមិនល្អថាចេះមួយចុះពីរចឹងទៅហើយរឿងហេតុដែលកើតមិនល្អគឺមានតែមួយបន្ទប់ទេគឺបន្ទប់303នឹងឯង
តែបើក្រៅពីហ្នឹងដូចជាភ្ញៀវផ្សេងជួបម្ដងមកកាលទេដែលឡងគេហ្នឹងនិយាយចំតែម្ដងហើយបើសិនជារដូវបុណ្យទានឧទាហរណ៍បើបុណ្យភ្ជុំបុណ្យចូលឆ្នាំបើសិនបើមុនលោកមកលក្ខណៈថាវាត្រូវនឹងពេលវេលាវាត្រូវនឹងរដូវបុណ្យទានដូចនេះនៅពេលដែលនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំអីទៅគ្មានភ្ញៀវណាគេចាប់អារម្មណ៍ទេរបៀបថាធ្វើកិច្ចចំពេលវេលាចំរដូវកាលអីចឹងទៅតទៅពីពួកគាត់និយាយគ្នាលេងបែបនឹងរួចបងសរមដែលជាអ្នកគ្រប់គ្រងនៅផ្ទះសំណាក់ហ្នឹងគាត់ក៏បានហៅសុភ័ក្រថាអូនអើយចូលមកក្នុងបន្តិចបងមានរឿងពឹងអណែងឲ្យអណែងអង្គុយចាំកន្លែងបងទៅបន្ទប់ទឹកអីចឹងទៅបន្ទាប់ពីបងសរមមកពីបន្ទប់ទឹកវិញហ្នឹងក៏សុភ័ក្រគេសួរថាបងឥឡូវបងឯងមានពិធីណានិយាយជាមួយអ៊ំស្រីឲ្យគាត់សូត្រមន្តសូត្រអីចេញម្ដងណាបងខ្ញុំដូចជានៅតែបែបនេះទៀតប្រហែលជាខ្ញុំមិនហ៊ាននៅតទៀតទេដល់បងខ្ញុំនិយាយប្រាប់បងត្រង់មិនមែនខ្ញុំខ្លាចឲ្យខ្ញុំគេចវេះទេប៉ុន្តែបងគិតមើលខ្ញុំមក3យប់នេះហើយរឿងមុនហ្នឹងក៏កើតឡើងដោយសារតែពួកហ្នឹងដែរបងសរមស្ដាប់ឮហើយគាត់ថាមិនអីទេអូនចាំមើលថ្ងៃស្អែកបងរកឱកាសជជែកជាមួយនឹងអ៊ំស្រីបន្ទាប់មកឲ្យគាត់និមន្តព្រះសង្ឃមកសូត្រមន្តបាំងតកូលហើយឧទ្ទិសបុណ្យកុសលឲ្យពពួកអស់ហ្នឹងទៅហើយធ្វើកិច្ចមួយចំនួនតាមបែបពុទ្ធសាសនានឹងដើម្បីបណ្ដេញពពួកខ្មោចព្រាយវិញ្ញាណឧបទ្រពចង្រៃឲ្យចេញពីកន្លែងដែលពួកគាត់រស់នៅបន្ទាប់ពីបងសរមនិយាយជាមួយនឹងសុភ័ក្ររួចព្រឹកឡើងគាត់មុននឹងទៅធ្វើការហ្នឹងគាត់ក៏បានជជែកជាមួយនឹងអ៊ំស្រីដែលជាម្ចាស់ផ្ទះសំណាក់នឹងថាបុគ្គលិកគ្រប់គ្នាតែងតែឃើញនេះឃើញនោះអីចឹងទៅហើយជាធម្មតាអ៊ំស្រីដែលជាម្ចាស់ផ្ទះសំណាក់នឹងលក្ខណៈថាក្រៅតែពីបងសរមគឺអ្នកណានិយាយស្ដីទៅកាន់គាត់ក៏គាត់មិនសូវស្ដាប់ដែររបៀបថាគាត់ទុកចិត្តលើបងសរមដែលជា receptionist អ្នកកាន់លុយកាន់កាក់គិតគូនៅផ្ទះសំណាក់អីចឹងទៅហើយពិតមែនបន្ទាប់ពីបងសរមនិយាយរឿងរ៉ាវប្រាប់ថាសុភ័ក្រឃើញនេះឃើញនោះទៅកាន់គាត់ហើយគាត់ក៏មានអារម្មណ៍ថាអាណិតដល់បុគ្គលិកដែរគាត់ក៏បាននិមន្តព្រះសង្ឃមកសូត្រមន្តធ្វើកិច្ចប្រោះព្រំតាមបែបពុទ្ធសាសនាលីឡំជាមួយនឹងព្រហ្មញ្ញសាសនាខ្លះអីខ្លះអញ្ចឹងទៅលុះយប់ថ្ងៃធ្វើការជាយប់ទី4ហ្នឹងសុភ័ក្រក៏គេមិនបានប្រទះឃើញអីដែរសំឡេងដែលធ្លាប់តែឮធ្លាប់តែបន្លាចគេហ្នឹងក៏ស្ងាត់ទៅវិញនិយាយទៅតាំងតែពីពេលនោះមកគឺហាក់បីដូចជាបាត់តែម្ដងក៏មិនមានអ្វីមកទាញជើងទាញដៃលងបណ្ដាច់គេទៀតដែរសំឡេងក្មេងបរិញគង់វាលដែលអ៊ីម្ចាស់ផ្ទះឬក៏អ៊ំម្ចាស់ផ្ទះដាក់សែនស្គរគ្រាប់ស្គរអីហ្នឹងក៏វាលែងឮតទៅទៀតនិយាយរួមទៅគឺបាត់គ្រប់យ៉ាងតែម្ដងហើយតាំងតែពីពេលនោះមកសុភ័ក្រគេក៏បានខិតខំប្រឹងប្រែងបន្តធ្វើការជារឿយរហូតគេសន្សំលុយរៀនភាសាបរទេសហើយអំឡុងពេលហ្នឹងខ្ញុំបើកពន្ធកញ្ចក់បន្តិចសុភ័ក្រគេបានសន្សំលុយពីប្រាក់ខែហ្នឹងគឺយកទៅរៀនភាសាអង់គ្លេសជាភាសាគោលមិនរៀនចិនមិនរៀនអីនោះទេដោយសារតែអ្វីដែលគេស្រឡាញ់ធំបំផុតហ្នឹងគឺជំនាញ IT អញ្ចឹងធម្មតាសិស្សដែលទៅពីស្រុកស្រែម្នាក់តែងតែពិបាកក្នុងការបញ្ជ្រាបខ្លួនចូលនិងប្រកួតប្រជែងជាមួយសិស្សដែលគេរៀននៅក្រុងមែនតែនសារតែអ្នកដែលគេនៅទីក្រុងជាធម្មតាអ្នកខ្លះគេរៀនអង់គ្លេសតាំងពីនៅតូចៗនោះតម្រាំតែគេរៀនចប់ទី12ហ្នឹងគឺគេនិយាយដូចជនជាតិទៅហើយចំណែកសិស្សមកពីជនបទស្រុកស្រែដូចជាខ្ញុំនិងមិត្តភ័ក្តិខ្ញុំសុភ័ក្រហ្នឹងគឺនិយាយទៅគឺពិបាកមែនតែននៅក្នុងការនិយាយភាសាបេបបដូចកូនក្មេងទៅតែរៀនដើរអញ្ចឹងឯងនិយាយខុសផងត្រូវផងហើយសុភ័ក្រវិញគេនៅធ្វើការនឹងផ្ទះសំណាក់ហ្នឹងគេជួបបរទេសច្រើនដូចនេះជំនាញនៅក្នុងការនិយាយរបស់គេក៏វារីកចម្រើនទៅតាមនឹងដែរដោយសារតែការអនុវត្តជារៀងរាល់ថ្ងៃអីចឹងទៅហើយម្យ៉ាងទៀតនៅទីហ្នឹងគឺប្រាក់ខែគឺសមរម្យល្មមទេហើយពេលដែលគេបានលុយមកហ្នឹងគេក៏យកទៅរៀនហើយសល់បន្តិចបន្តួចដូចតែខ្ញុំនិយាយចឹងគេផ្ញើទៅប្រកបគងគ្រួសារឪពុកម្ដាយហើយបន្ទាប់ពីគេរស់នៅធ្វើការនៅផ្ទះសំណាក់នឹងអស់រយៈពេល4ឆ្នាំមកគេក៏មានការងារមកកន្លែងដោយការងារមកកន្លែងហ្នឹងគឺគេធ្វើនៅធនាគារដូចគ្នាដែរជាមួយនឹងបងសរមហ្នឹងពីព្រោះបងសរមនាំចូលនៅធ្វើការនៅធនាគារជាមួយគាត់ហ្នឹងបន្ទាប់ពីធ្វើការធនាគារអស់រយៈពេលប្រហែលជាប្រហែល3ឆ្នាំក្រោយមកគេក៏បានឈប់ពីធនាគារហ្នឹងដោយសល់លុយកាក់បន្តិចបន្តួចគេក៏យកលុយទាំងអស់ហ្នឹងមកវិនិយោគទៅលើការរកស៊ីរបស់គេវិញម្ដងហើយចំពោះសាច់រឿងនេះដែរខ្ញុំសូមរំលឹកក៏ដូចជាសារដាស់តឿនមួយទៅដល់បងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនសិស្សានុសិស្សដែលទើបតែរៀនចប់ទី12ថ្មីក្តីទោះបីមិនទាន់ចប់ក្តីក៏ស្ដាប់រឿងទាំងអស់នេះយកជាបទពិសោធន៍មួយទៅទី1បងប្អូនត្រូវគិតថានៅពេលដែលយើងមកពីជនបទ
រឿងដែលយើងត្រូវគិតធំបំផុតនោះសម្រាប់អ្នកខ្វះខាតត្រូវរកការងារឲ្យមួយឲ្យបានជាមុនសិនហើយមិនថាការងារនោះជាការងារអ្វីទេឲ្យតែជាការងារស្របច្បាប់ឲ្យតែការងារសង្គមយើងទទួលស្គាល់និងឲ្យតម្លៃសុទ្ធតែជាការងារល្អទាំងអស់មិនថាបងប្អូនធ្វើអីទេនិយាយចំតែម្ដងហើយបន្ទាប់ពីយើងមានការងារល្អមួយហើយយើងយកលុយដែលបានមកពីការងារហ្នឹងយកទៅរៀនសូត្រហើយរៀនសូត្រហ្នឹងគឺរៀនសូត្រតាក់ទងទៅនឹងជំនាញណាដែលយើងស្រឡាញ់បំផុតដែលយើងគិតថាត្រឹមត្រូវឧទាហរណ៍ខ្ញុំគឺជាអ្នកនិស្សិត IT ដូចនេះរឿងដែលធំបំផុតនៅក្នុង IT ដំបូងគឺការរៀនភាសានឹងឯងដោយសារតែការរៀនវិទ្យាសាស្ត្រកុំព្យូទ័រ IT ហ្នឹងគឺត្រូវការភាសាស្នូលតែម្ដងនៅក្នុងការនិយាយហើយនៅក្នុង IT ក៏មានពាក្យបច្ចេកទេសជាច្រើនដែរដូចនេះត្រូវតែខ្លាំងខាងភាសាបន្តិចបន្ទាប់ពីនឹងទៀតបងប្អូនត្រូវតែត្រួសត្រាយផ្លូវជីវិតខ្លួនឯងឲ្យបានល្អប្រសើរតាមរយៈការគិតដោយការអានសៀវភៅឲ្យបានច្រើនជាទីបំផុតសៀវភៅអានពីសង្គមអានពីមនុស្សអានពីរឿងរ៉ាវធម្មជាតិផ្សេងដើម្បីយករឿងទាំងអស់ហ្នឹងយកមកធ្វើជាការពិចារណាមួយនៅក្នុងជីវិតនឹងឯងដោយពាក្យសុភាសិតខ្មែរយើងតែងតែលើកឡើងមួយឃ្លាថាចំណេះដឹងជាអាហារប្រាជ្ញាជាអាវុធនេះគឺសំដៅទៅលើការរៀនសូត្រតែម្ដងឲ្យតែយើងមានចំណេះជំនាញមួយពិតប្រាកដគឺយើងអាចជួយខ្លួនយើងបានជួយក្រុមគ្រួសារយើងបានហើយអ្វីដែលយើងត្រូវតែសងគុណដាច់ខាតនោះក្រៅតែពីឪពុកម្ដាយរបស់យើងគឺប្រទេសជាតិនឹងឯងយើងយកចំណេះជំនាញណាមួយដែលយើងបានចេះហ្នឹងទៅបម្រើដល់ជាប្រយោជន៍ដល់មនុស្សទូទៅសង្គមជាតិរបស់យើងពីព្រោះថាប្រទេសជាតិមួយខ្លាំងវាអាស្រ័យទៅលើកម្លាំងស្នូលនៃយុវជនរបស់យើងដែលចេះគិតគូរហើយប្រសិនបើយើងរៀនចេះហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនបានលះបង់ទៅជួយជាតិវិញក៏យើងមិនមែនជាពលរដ្ឋមួយដែលល្អដែរគិតតែពីប្រយោជន៍អាចនិយាយបានថាយើងជាមនុស្សអាត្មានិយមអីចឹងទៅដោយនេះខ្ញុំសង្ឃឹមថាវីដេអូនេះក៏ជាផ្នែកមួយនៅក្នុងការជួយដាស់តឿនបងប្អូនបន្តិចបន្តួចក៏ដូចជាជួយសម្រួលនៃការកំសាន្តរបស់បងប្អូនឲ្យមានអារម្មណ៍ល្អបន្ថែមពីនេះទៅទៀតចំពោះរឿងរ៉ាវទាំងអស់នេះក៏ឈានមកដល់ទីបញ្ចប់តែមុននឹងបញ្ចប់ក៏សូមខន្តីអភ័យទោសទៅដល់បងប្អូនទាំងអស់គ្នាដែលជាជនជាតិខ្មែរយើងក្រការប្រើប្រាស់ពាក្យសម្ដីខុសឆ្គងដោយប្រការណាមួយនៅក្នុងអត្ថបទក៏សូមខន្តីអភ័យទោសបងប្អូនទាំងអស់គ្នាក្នុងនាមខ្ញុំជាពុជពងសាវតាខ្មែរម្នាក់ខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាគិតអ្វីប្រាថ្នាអ្វីក៏សូមប្រកបទៅតាមបំណងសេចក្តីប្រាថ្នារៀងៗខ្លួនសេចក្តីប្រាថ្នាទាំងឡាយណាដែលមិនទាន់សម្រេចសូមសេចក្តីប្រាថ្នានោះនិមិត្តคล้ายជាការពិតឲ្យបងប្អូនសម្រេចគ្រប់គ្នាហើយក៏ផ្ញើក្តីនឹករលឹកទៅកាន់បងប្អូនយើងដែលរស់នៅតាមព្រំដែនហើយក៏សូមបងប្អូនថែរក្សាខ្លួនឲ្យបានល្អហើយនឹងទទួលបានសុវត្ថិភាពគ្រប់ពេលគ្រប់វេលាពីព្រោះថាសេចក្តីឈឺចាប់របស់បងប្អូនដែលជាខ្មែរគ្រប់រូបក៏ជាសេចក្តីឈឺចាប់របស់ខ្ញុំដូចគ្នាដែរដូចនេះខ្ញុំមានតែបួងសួងដល់វត្ថុស័ក្តិសិទ្ធិដែលមាននៅក្នុងលោកសូមជួយបីបាច់ថែរក្សាបងប្អូនរបស់ខ្ញុំដែលជាខ្មែរនឹងឲ្យបានសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការមិនថាយប់មិនថាថ្ងៃសូមឲ្យបានសុវត្ថិភាពគ្រប់គ្នាហើយខ្ញុំមានតែប៉ុណ្ណេះទេក៏សូមអរគុណជម្រាបលាបងប្អូនដោយក្តីគោរពស្រឡាញ់